កាលពីព្រេងនាយនៅក្នុងភូមិតូចមួយស្ថិតនៅចន្លោះវាលស្រែដ៏ធំល្វឹងល្វើយនិងព្រៃភ្នំដ៏ក្រាស់ភូមិនេះនៅឆ្ងាយពីទីក្រុងដែលជាកន្លែងស្ងប់ស្ងាត់គ្មានមនុស្សកកច្រើនទេនៅពេលយប់ថ្មីនេះភូមិនេះបានធ្លាក់ចូលក្នុងភាពចម្លែករៀងរាល់កណ្ដាលអាធ្រាត្រឆ្កែក្នុងភូមិតែងតែលូនិងព្រុសឥតឈប់ឈរទោះបីជាមិនមានអ្នកណាដើរក៏ដោយអ្នកភូមិចាស់ៗនិយាយថាវាគឺជាសញ្ញានៃខ្មោចពិសាចដែលនាំមកនៅរោគរាតត្បាតនិងភាពអាក្រក់មកភូមិតាសុកជាបុរសដែលមានចិត្តក្លាហានអាយុប្រមាណជា40ឆ្នាំគាត់រស់នៅជាមួយប្រពន្ធឈ្មោះលោកយាយលីនិងកូនស្រីតូចម្នាក់ឈ្មោះសុគន្ធាអាយុ10ឆ្នាំគាត់តែងឮសំឡេងឆ្កែលូនៅពេលយប់ហើយឃើញថាកូនស្រីរបស់គាត់ចាប់ផ្ដើមឈឺជាញឹកញាប់ដែលគ្មានមូលហេតុច្បាស់លាស់ណាមួយនោះឡើយអ្នកភូមិផ្សេងទៀតក៏ចាប់ផ្ដើមឈឺនិងស្លេកស្លាំងដែលធ្វើឲ្យគាត់សម្រេចចិត្តស្វែងរកហេតុផលមួយនេះថ្ងៃមួយមានពិធីធ្វើនៅផ្ទះអ្នកភូមិម្នាក់ឈ្មោះលោកតាភោគផ្ទះរបស់គាត់គឺនៅជិតទួលបញ្ចុះខ្មោចទួលនោះគឺជាកន្លែងកប់ខ្មោចចាស់ៗដែលគេជឿថាមានវិញ្ញាណអាក្រក់លាក់ខ្លួននៅទីនោះតាសុកសម្រេចចិត្តដើរទៅមើលដើម្បីស្វែងរកថាតើមានអ្វីកើតឡើងនៅពេលគាត់ដើរកាត់ទួលខ្មោចនោះស្រាប់តែមានខ្មោចបរិសម្នាក់ដែលមានសម្លៀកបំពាក់ចាស់និងមុខស្លេកស្លាំងលេចចេញមកខ្មោចនោះស្រែកថាពូផ្ដាំទៅប្រាប់ប្រពន្ធខ្ញុំឲ្យមកផ្ទះផងតាសុកមិនមែនជាមនុស្សខ្លាចខ្មោចទេគាត់ធ្លាប់ឮរឿងរ៉ាវអំពីវិញ្ញាណហើយជឿថាពួកគេមិនអាចធ្វើអ្វីគាត់បាននោះទេបើគាត់មិនបង្ហាញភាពភ័យខ្លាចគាត់ឆ្លើយទៅវិញដោយចិត្តស្ងប់ថាប្រពន្ធឯងនៅឯណាខ្មោចនោះឆ្លើយថានៅផ្ទះគេលេងអារក្សឯណោះតាសុកខ្សែតិចហើយក៏សួរទៅវិញថាឯងឲ្យអញប្រាប់ប្រពន្ធឯងថាម៉េចអញមើលប្រពន្ធឯងមិនឃើញផងនឹងខ្មោចនោះសើចហើយលូកដៃចូលទៅក្នុងអាវរបស់វាដោយយករបស់មួយមកឲ្យគាត់វាជាគ្រាប់ប្រទាលមួយដែលមានពណ៌ខ្មៅនិងមានរុននៅកណ្ដាលខ្មោចនោះប្រាប់ថាបើលេបវាឯងនឹងមើលឃើញខ្មោចទាំងអស់ប្រពន្ធខ្ញុំឈ្មោះសុគន្ធសូមផ្ដាំឲ្យនាងមកជួបខ្ញុំផងតាសុកបានយកប្រទាលនោះហើយក៏បានលេបវាចូលទៅភ្លាមនោះភ្នែករបស់គាត់ចាប់ផ្ដើមបើកធំហើយគាត់ឃើញខ្មោចរាប់សិបនៅក្នុងព្រៃមានខ្លះអង្គុយនៅលើដើមឈើខ្លះនៅលើដីនិងខ្លះទៀតអណ្ដែតនៅលើអាកាសគាត់មិនភ័យខ្លាចទេគ្រាន់តែញញឹមហើយដើរបន្តទៅផ្ទះលេងអារក្សនោះនៅផ្ទះរបស់លោកតាភោគដែលមានពិធីលេងអារក្សតាសុកបានឃើញខ្មោចស្រីជាច្រើនកំពុងអង្គុយជុំវិញថាសែនពួកនាងកំពុងស៊ីសំណែនដែលមានដូចជាអង្ករសាច់និងបន្លែគាត់ស្រែកហៅថាសុគន្ធប្តីឯងឲ្យឯងទៅជួបកូនឯងយំខ្លាំងណាស់ខ្មោចស្រីម្នាក់ដែលមានសក់វែងនិងមុខស្លេកងើបឡើងហើយសម្លឹងមើលគាត់ដោយភាពភ្ញាក់ផ្អើលខ្មោចនោះសួរថាម៉េចក៏ឯងឃើញអញតាសុកលើកប្រទាលប្រហោងដែលនៅសល់បន្តិចនៅក្នុងដៃហើយឆ្លើយថាប្តីឯងឲ្យអញប្រទាលនេះទើបអញមើលឃើញភ្លាមនោះខ្មោចស្រីស្ទុះទៅដណ្ដើមប្រទាលពីដៃរបស់គាត់មិនឲ្យទេហើយក៏មានការវិប្រតប់កើតឡើងតាសុកស្រែកហៅអ្នកភូមិឲ្យជួយប៉ុន្តែអ្នកភូមិមិនអាចមើលឃើញខ្មោចបានទេឃើញតែគាត់ស្ទុះទៅវិញទៅមកម្នាក់ឯងហើយគេគិតថាគាត់ឈួតទៀតផងពួកគេស្រឡាំងកាំងនិងខ្លាចមិនហ៊ានចូលទៅជិតឡើយការប្រតែប្រតប់បានអូសបន្លាយអស់មួយសន្ទុះធំតាសុកចាប់ផ្ដើមអស់កម្លាំងធ្វើឲ្យប្រទាលនោះធ្លាក់ពីលើដៃរបស់គាត់ខ្មោចស្រីស្ទុះទៅរើសប៉ុន្តែនៅពេលនោះមានឆ្កែមួយក្បាលរបស់លោកតាភោគបានរត់មកហើយវាត្របាក់លេបប្រទាលនោះចូលទៅក្នុងពោះភ្លាមខ្មោចស្រីស្រែកយ៉ាងខ្លាំងហើយក៏បានបាត់ខ្លួនទៅតាសុកមើលទៅឆ្កែនោះឃើញថាឥឡូវនេះភ្នែករបស់វាភ្លឺចែងចាំងហើយចាប់ផ្ដើមលូនឹងព្រុសដោយមើលទៅខ្មោចដទៃទៀតគាត់ដឹងថាអំណាចនៃប្រទាលប្រហោងបានផ្ទេរទៅឲ្យឆ្កែនោះហើយបន្ទាប់ពីហេតុការណ៍នេះតាសុកបានត្រឡប់ទៅផ្ទះនិងរៀបរាប់ប្រាប់យាយលីនិងអ្នកភូមិអំពីអ្វីដែលបានកើតឡើងអ្នកភូមិខ្លះជឿខ្លះក៏មិនជឿប៉ុន្តែគ្រប់គ្នាចាប់ផ្ដើមសម្គាល់ឃើញថាឆ្កែនោះមានអាកប្បកិរិយាប្លែកៗវាតែងអង្គុយនៅមាត់ទ្វារនិងព្រុសនៅពេលយប់ហើយរាល់ពេលវាព្រុសនឹងមានអ្នកភូមិណាម្នាក់ត្រូវឈឺតាសុកសម្រេចចិត្តស្វែងរកការពិតអំពីប្រទាលប្រហោងនិងមូលហេតុដែលខ្មោចមករំខានអ្នកភូមិគាត់បានទៅជួបលោកតាម្នាក់ឈ្មោះលោកតាច័ន្ទ
ដែលជាគ្រូទីចាស់ម្នាក់នៅក្នុងភូមិលោកតាច័ន្ទបានប្រាប់ថាប្រទាលខ្មោចមិនមែនជារបស់ធម្មតាទេវាគឺជាវត្ថុបុរាណដែលធ្លាប់ជារបស់អ្នកបួសម្នាក់ឈ្មោះតាវិជាដែលបានប្រើវាដើម្បីបញ្ជាខ្មោចលោកតាច័ន្ទបន្ថែមថាប្រទាលប្រហោងនោះអាចមានអំណាចបើកភ្នែកឃើញពិភពវិញ្ញាណប៉ុន្តែវាក៏អាចនាំមកគ្រោះថ្នាក់បើសិនទៅដល់ដៃមនុស្សដែលមានចិត្តអាក្រក់តាសុកក៏សួរទៀតថាចុះហេតុអ្វីឆ្កែនោះលេបវាលោកតាច័ន្ទឆ្លើយនោះគឺជាវាសនាអំណាចប្រទាលបានផ្ទេរទៅឲ្យឆ្កែហើយឥឡូវនេះឆ្កែទាំងអស់អាចមើលឃើញខ្មោចបានព្រោះអំណាចនោះបានចែករំលែកទៅតាមឈាមសត្វតាសុកមិនពេញចិត្តនឹងចម្លើយនោះទេគាត់បានសម្រេចចិត្តត្រឡប់ទទួលខ្មោចវិញដែលនាំឆ្កែនោះទៅជាមួយគាត់បានយកឧបករណ៍មួយចំនួនដូចជាកាំបិតនិងខ្សែអាគមដែលលោកតាច័ន្ទបានឲ្យដើម្បីការពារខ្លួននៅទួលខ្មោចឆ្កែចាប់ផ្ដើមលូតខ្លាំងហើយសម្លឹងទៅមើលខ្មោចបរិសម្នាក់ដែលបានធ្លាប់ឲ្យប្រទាលប្រហោងនោះតាសុកសួរខ្មោចនោះថាឯងជានរណាហេតុអ្វីក៏ឯងនៅទីនេះខ្មោចនោះឆ្លើយខ្ញុំឈ្មោះសុផលជាអ្នកភូមិស្រែខ្សាច់ដែលស្លាប់តាំងពី20ឆ្នាំមុននៅពេលមានជំងឺរាតត្បាតកើតឡើងខ្ញុំនិងខ្មោចផ្សេងទៀតត្រូវបានបណ្ដាសាឲ្យជាប់នៅទីនេះតាសុកក៏សួរទៀតថាចុះហេតុអ្វីឯងមករំខានភូមិខ្មោចនោះឆ្លើយយើងមិនចង់រំខានទេយើងគ្រាន់តែចង់សុំឲ្យគេធ្វើបុណ្យឧទ្ទិសកុសលឲ្យដើម្បីឲ្យយើងរួចផុតពីបណ្ដាសាមួយនេះប៉ុន្តែអ្នកភូមិអស់នោះភ្លេចយើងអស់ហើយបណ្ដាសានេះធ្វើឲ្យយើងបង្កជំងឺដោយមិនដឹងខ្លួនតាសុកដឹងថាដើម្បីដោះបណ្ដាសានេះក៏ត្រូវស្វែងរកវិធីបញ្ជូនវិញ្ញាណទាំងអស់នេះទៅកាន់ឋានសួគ៌ក៏សួរខ្មោចនោះថាតើមានវិធីណាដើម្បីដោះបណ្ដាសានេះមានប្រទាលប្រហោងមួយទៀតដែលតាវិជាបានលាក់ទុកនៅភ្នំខ្មោចមុនគាត់ស្លាប់បើឯងរកបានហើយប្រើវាឲ្យត្រឹមត្រូវឯងនឹងអាចដោះលែងយើងបានតាសុកសម្រេចចិត្តធ្វើតាមខ្មោចនោះដោយធ្វើដំណើរទៅភ្នំខ្មោចដែលជាភ្នំអាតកំបាំងនៅឆ្ងាយពីភូមិរបស់គាត់បាននាំឆ្កែទៅជាមួយនឹងកូនស្រីរបស់គាត់ព្រោះនាងទទូចចង់ជួយឪពុកនៅតាមផ្លូវពួកគេជួបបុរសចម្លែកម្នាក់ឈ្មោះតាកុសលដែលជាអ្នកបួសរស់នៅក្នុងព្រៃតាកុសលបានប្រាប់ថាភ្នំខ្មោចមានអ្នកយាមខ្មោចធំមួយឈ្មោះបិសាចកាឡីបើឯងចង់បានប្រទាលប្រហោងនោះត្រូវឆ្លងកាត់វានៅភ្នំខ្មោចដែលមានអាបគ្របដណ្ដប់តាសុកនិងកូនស្រីក៏បានជួបនឹងបិសាចកាឡីដែលជាខ្មោចមួយដែលមានមាឌធំនិងស្នែងពីរភ្នែករបស់វាពណ៌ក្រហមឆ្កែចាប់ផ្ដើមលូខ្លាំងបិសាចនោះក៏ស្រែកថាឯងហ៊ានមកទីនេះប្រទាលជារបស់ខ្ញុំទេតាសុកឆ្លើយថាខ្ញុំមកទីនេះដើម្បីដោះលែងវិញ្ញាណនៅភូមិរបស់ខ្ញុំមិនមែនមកប្រយុទ្ធជាមួយឯងនោះទេបិសាចកាឡីមិនស្ដាប់ទេហើយបានបើកមាត់បញ្ចេញខ្យល់ពុលមកលើពួកគេសុគន្ធាដែលជាកូនតាសុកបានយកខ្សែអាគមដែលឪពុកនាំមកចងជំវិញដៃហើយស្រែកថាអ្នកមិនអាចធ្វើបាបពួកយើងបានទេខ្យល់ពុលក៏បានបកថយក្រោយហើយឆ្កែក៏បានស្ទុះទៅខាំជើងបិសាចនោះតាសុកបានប្រើកាំបិតកាត់ខ្សែអាគមហើយចងកបិសាចកាឡីទុកពួកគេបានរកឃើញប្រទាលទី2នៅក្នុងរូងភ្នំដែលមានពន្លឺខ្មៅភ្លឺចេញពីវាតាសុកបានលេបប្រទាលទាំងពីរនោះភ្នែករបស់គាត់ក៏ចាប់ផ្ដើមភ្លឺឡើងគាត់មិនត្រឹមតែមើលឃើញខ្មោចប៉ុណ្ណោះទេថែមទាំងអាចនិយាយជាមួយពួកវានិងបញ្ជាពួកវាបានថែមទៀតផងគាត់បានហៅខ្មោចសុផលនិងវិញ្ញាណផ្សេងទៀតមកហើយនិយាយថាខ្ញុំនឹងរៀបចំបុណ្យឲ្យអ្នកទាំងអស់គ្នាប៉ុន្តែអ្នកត្រូវជួយខ្ញុំការពារភូមិនេះខ្មោចទាំងអស់នោះយល់ព្រមតាសុកក៏បានត្រឡប់ទៅភូមិហើយរៀបចំពិធីបុណ្យដ៏ធំមួយដែលមានអ្នកភូមិជួយសែនព្រេននិងឧទ្ទិសកុសលវិញ្ញាណទាំងនោះបានឡើងឋានសួគ៌ហើយជំងឺនៅក្នុងភូមិក៏បានរសាយបាត់ទោះជាពិធីបុណ្យនោះចប់ក៏ដោយឆ្កែនោះនៅតែមានអំណាចមើលឃើញខ្មោចនិងបានបន្តការពារភូមិវាបានបង្កើតកូនចៅដែលទទួលមរតកអំណាចនោះហើយចាប់តាំងពីពេលនោះមកឆ្កែនៅក្នុងស្រុកតែងតែលូនិងព្រុសនៅពេលដែលពួកវាមើលឃើញខ្មោចតាសុកបានក្លាយជាវីរបុរសនៅក្នុងភូមិហើយរឿងនេះក៏បានបន្តនិទានមកដល់សព្វថ្ងៃឬឆ្កែមើលឃើញខ្មោចក៏បានបញ្ចប់តែត្រឹមនេះសូមអរគុណ